សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនាំយកមុខម្ហូបបែបសាមញ្ញយ៉ាងងាយស្រួលធ្វើគឺបាយឆាពោតហើយចំពោះគ្រឿងផ្សំថ្ងៃនេះមានដូចនៅក្នុងវីដេអូអញ្ចឹងគឺសាមញ្ញបំផុតដែលនាងខ្ញុំបានយកបាយឆាមកឆាជាមួយនឹងពោតជាដំបូងគឺយើងដាក់ខ្លាញ់ឲ្យក្តៅបន្ទាប់មកគឺយើងដាក់ខ្ទឹមចាញ់ដែលបានចិញ្ច្រាំហើយបន្ទាប់មកយើងគោះពងទា2គ្រាប់បន្ទាប់ពីគោះពងទាហើយ2គ្រាប់គឺយើងធ្វើការឆាច្របល់ពងទាទាំងពីរឲ្យវាបែកហើយសព្វគ្នាល្អបន្ទាប់ពីយើងឆាពងទាបែកសព្វគ្នាល្អហើយគឺយើងដាក់ជាមួយនឹងពោតដោយសារតែនាងខ្ញុំអត់មានពោតលឿងឬមួយក៏ពោតហាវ៉ៃនាងខ្ញុំក៏បានដាក់ពោតប៉ារ៉ាជំនួសវិញព្រោះដោយសារនៅក្នុងទូទឹកកកខ្ញុំមានតែពោតប៉ារ៉ាហើយបន្ទាប់ពីឆាពោតនិងពងទាបានសព្វល្អនាងខ្ញុំក៏បន្ថែមគ្រឿងដូចជាទឹកស៊ីអ៊ីវអំបិលប៊ីចេងនិងទឹកប្រេងខ្យងហើយនាងខ្ញុំក៏បានបន្ថែមនឹងរ៉ូឌីបន្តិចដែរពីព្រោះដោយសារនាងខ្ញុំឆាបែបរសជាតិសាបដើម្បីឲ្យកូនញ៉ាំហើយបន្ទាប់ពីយើងដាក់គ្រឿងទាំងអស់នឹងហើយគឺយើងកូរច្របល់ពោតជាមួយនឹងពងទាឲ្យសព្វគ្នាល្អយើងក៏បន្ថែមបាយដែលយើងបានត្រៀមទុកបន្ទាប់មកយើងដាក់បរិមាណសមរម្យហើយយើងក៏បន្តในការឆាច្របល់បាយជាមួយនឹងពងទាជាមួយនឹងពោតរហូតដល់សព្វល្អបន្ទាប់ពីបាយឆាយើងបានសព្វល្អហើយនាងខ្ញុំក៏បន្ថែមសាឡាត់ហើយបន្តការឆាច្របល់បន្លែសាឡាត់ជាមួយនឹងបាយឆារហូតបែបនេះឥឡូវនេះបាយឆារបស់យើងបានឆ្អិនរួចរាល់ហើយអញ្ចឹងមកសាកភ្លក់ទាំងអស់គ្នាបងប្អូនទាំងអស់គ្នាកុំភ្លេចសាកល្បងធ្វើតាមណាអរគុណ